ខ្ញុំមកធ្វើការញ៉ាំមីដែលជាផលិតផលខ្មែររបស់យើងឲ្យបានចំនួន50មុខក្នុងរយៈពេល24ម៉ោងមានន័យថាផលិតផលខ្មែរដែលខ្ញុំញ៉ាំហ្នឹងគឺត្រូវតែមានអក្សរខ្មែរមានបាកូដលេខ884និងផលិតឡើងនៅក្នុងប្រទេសកម្ពុជារបស់យើងផ្ទាល់តែហ្មងហើយចាំមើលនៅក្នុងរយៈពេល24ម៉ោងនេះថាតើផលិតផលខ្មែរទាំង50មុខដែលខ្ញុំបានញ៉ាំហ្នឹងគឺថាមានអីខ្លះអញ្ចឹងចាំមើលទាំងអស់គ្នាឥឡូវពេលនេះបេសកកម្មរបស់យើងគឺថាចាប់ផ្ដើមពីម៉ោង6នេះទៅយកតែហ្មងហើយនេះគឺជាផលិតផលរបស់ខ្មែរយើងចំតែហ្មងបាទនេះគ្នាឃើញអត់មានអក្សរខ្មែរច្រើនណាស់សូម្បីតែបាកូដលេខ884ហើយផលិតនៅក្នុងប្រទេសកម្ពុជាទៀតដល់ចុងខែពេលច្រើនខ្ញុំក៏បានធ្វើការឲ្យចង់ញ៉ាំនំខ្មែររបស់យើងមុនគេតែហ្មងបាទនិយាយទៅផលិតផលនោះមានឈ្មោះថាកូនតៅក្រោយពីហ្នឹងមកក៏បានញ៉ាំផលិតផលខ្មែរទី2របស់យើងមានឈ្មោះថា Fafa និយាយទៅមកប្រាំហ្នឹងញ៉ាំផលិតផលខ្មែរបាន2មុខហើយបន្ទាប់ពីហ្នឹងមកក៏បានចូលរំបន្ទប់ទឹកងូតទឹកលំមករស់ថ្មិញពេលនោះទេគឺថាម៉ោង7បាទហើយហើយនេះគឺជានំផលិតផលខ្មែរទី3មានឈ្មោះថាដំឡូងឆាបរួចក៏បានធ្វើការញ៉ាំនំហ្នឹងនៅក្នុងបន្ទប់ទឹកតែហ្មងទៅនិយាយទៅខ្ញុំត្រូវការញ៉ាំផលិតផលខ្មែរឲ្យបាន47មុខទៀតខោចេញពីបន្ទប់ទឹកមកហើយពេលនោះខ្ញុំក៏បានឃើញនំផលិតផលខ្មែរនៅលើតុ2មុខទៀតហើយក៏បានធ្វើការញ៉ាំចំហុយខ្មែរទី4របស់យើងក៏ដូចជាញ៉ាំនំកោតទី5របស់ខ្មែរយើងមួយទៀតគឺថាឆ្ងាញ់ខ្លាំងមែនទែនហើយអ្នកគ្នានំរបស់ខ្មែរយើងហ្នឹងក្រោយពីនោះមកទៀតក៏បានផាត់សកម្មជាទី6របស់យើងស្រាប់ពេលនោះក៏បានឃើញនំខៀវរសជាតិត្រេមរបស់ខ្មែរយើងក៏ដូចជាទឹកស៊ីអ៊ូរូបគោរបស់ខ្មែរយើងមួយទៀតហើយក៏បានធ្វើការចាត់ទឹកស៊ីអ៊ូនោះលើនំខៀវច្បល់ចូលគ្នាយកតែហ្មងរួចក៏បានធ្វើការដាក់ចូលមាត់ញ៉ាំទៅនិយាយទៅគឺថាបាន8មុខហើយក្រោយពីនោះមកខ្ញុំបានធ្វើការទៅក្រៅស្វែងរករបស់ញ៉ាំដែលជាផលិតផលខ្មែរជាបន្តទៀតហើយក៏ធ្វើដំណើរទៅដល់តូនលក់បានមួយរួចក៏បានឃើញនំម៉ាឈីដែលជារបស់ខ្មែរយើងហ្នឹងក៏ដូចជានំមីដែលរបស់ខ្មែរយើង2មុខផ្សេងគ្នាទៀតគឺថាសរុបទាំងអស់ខ្ញុំរើបានដល់ទៅ3មុខឯណោះរួចក៏បានធ្វើការជិះម៉ូតូទៅរកនៅកន្លែងទីតាំងទី2វិញម្ដងហើយក៏តែបាននំប៉័ងមានស្នូលសណ្ដែកមួយក៏ដូចជាទឹកសុបផលិតផលរបស់ខ្មែរយើងផ្សេងមួយទៀតពេលនោះក៏បានធ្វើការញ៉ាំយកតែហ្មងទៅនិយាយទៅវាគឺជានំមីដាក់2មុខផ្សេងពីគ្នាហើយក៏បានញ៉ាំនំប៉័ងស្នូលសណ្ដែកឡើងទៅដល់ទី11ក៏ដូចជាញ៉ាំនំម៉ាជាមួយទៀតឡើងទៅដល់ទី12ចង់និយាយថាខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយអ្នកគ្នាដែលពុតតែញ៉ាំមេដែលជារបស់ខ្មែរយើងនឹងហើយនេះតែម្ដងទៀតអត់មានក្តីច្រើនទេគឺដឹងរបស់ខ្មែរយើង100%ហើយបាទរួចក៏បានធ្វើការផឹកចូលពុះបាត់ទៅពេលនោះទៀតគឺថាម៉ោង7:10បាត់ហើយអ្នកគ្នាហើយចំនួនតួលេខដែលខ្ញុំបានញ៉ាំនោះគឺ13មុខ10ទីក្រោយមកទៀតក៏ធ្វើដំណើរទៅដល់កន្លែងម៉ានលក់អីញ៉ាំហើយខ្ញុំក៏បានចូលម៉ានហ្នឹងរកផលិតផលខ្មែរញ៉ាំទៀតពេលនោះក៏បានរកឃើញគ្រាប់ធម្មជាតិរបស់ខ្មែរទៅដល់កងអង្គមៀនេះគឺជាជ័យមករបស់ខ្មែរយើងអ្នកគ្នាបាទនេះហើយក៏បានឃើញយោរបស់ខ្មែរយើងក៏ដូចជាទៅដល់កោជូរបស់ខ្មែរយើងមួយទៀតគឺថាខ្ញុំរកបានដល់ទៅ5មុខឯណោះថាញ៉ាំជារបស់ខ្មែរយើងនេះបើក៏បានញ៉ាំអានេះមុនគេហ្មងរួចក៏បានធ្វើការញ៉ាំឡើងទៅដល់ទី14ហើយក៏បានផាត់ដល់កងអង្គមៀឡើងទៅដល់ទី15ក៏ដូចជាដល់កោជូមួយទៀតឡើងទៅដល់ទី16ពេលនោះគឺថាខ្ញុំនៅសល់ជ័យមកមួយនឹងយ៉ាអូមួយទៀតរួចខ្ញុំក៏បានធ្វើការយកជ័យហ្នឹងលាយជាមួយនឹងយ៉ាអូចូលគ្នាហើយធ្វើការញ៉ាំទៅបាន2មុខបន្ថែមទៀតខ្ញុំគឺនៅសល់32មុខទៀតដែលថាញ៉ាំហើយស្មើនេះគឺថាម៉ោង11កន្លះហើយបាទស្ទូក្រោយមកទៀតខ្ញុំក៏ធ្វើដំណើរទៅដល់ម៉ាត់ផ្សេងមួយទៀតអាយ៉ាមើលបកាលេងអ្នកគ្នាមកពីខេត្តបាត់ដំបងពេលនោះក៏បានឃើញនំតែនតាប៉ូលីងបាត់ដំបងក៏ដូចជាផលិតផលខ្មែរ2មុខទៀតដែលខ្ញុំពងកាន់ហ្នឹងនិយាយទៅគឺថាខ្ញុំរើបាន5មុខទៀតហើយក៏បានធ្វើការដាក់លើតុអង្គុយញ៉ាំនៅកន្លែងគេតែហ្មងជាមែនតែមកជីរួចក៏បានធ្វើការញ៉ាំអំបិលបកាលេងវិញម្ដងហើយក៏បានធ្វើការញ៉ាំនំតែនតាមមួយទៀតឡើងទៅដល់ទី21ហើយនៅសល់2មុខចុងក្រោយគឺថាខ្ញុំនៅបញ្ចប់វីដេអូនៅតាមផ្លូវយកតែហ្មងតែតើម៉ោងស្មើនេះគឺថាម៉ោង1បាត់ហើយអ្នកគ្នាហើយខ្ញុំមិនដឹងថាខ្ញុំអាចធ្វើវាបានជោគជ័យ50ម៉ោងឬអត់ទេអ្នកទាំងអស់នេះកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនមកស្ទូក្រោយមកទៀតក៏ធ្វើដំណើរទៅដល់កន្លែងម៉ាស៊ីមួយទៀតហើយក៏បានរកឃើញមីកំប៉ុងរបស់ខ្មែរយើងបាញ់ត្រែមរបស់ខ្មែរយើងតាំងម្ទេសហឺហើយនឹងអីផ្សេងជាច្រើនទៀតគឺថាលើនឹងបានដល់ទៅ7មុខឯណោះរួចក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញគ្រាន់ដល់ផ្ទះវិញភ្លាមខ្ញុំក៏បានចូលក្នុងបន្ទប់ទឹកកាន់បាញ់ត្រាំងគោញ៉ាំតែហ្មងបាទចង់និយាយចឹងណាក្រោយចេញពីបន្ទប់ទឹកមកខ្ញុំក៏បានធ្វើការញ៉ាំនំខ្មែរផ្សេងមួយទៀតទៅនំជើងមាន់និងមឹកហើហើយខ្ញុំក៏នៅសល់5មុខចុងក្រោយដែលខ្ញុំបានធ្វើការត្រៀមញ៉ាំទៅហើយពេលនោះខ្ញុំក៏បាននៅឃើញគំនិតមួយនេះទៀតក៏របស់ខ្មែរយើងក៏ដូចជាមួយនេះតាំងម្ទេសរបស់ខ្មែរយើងហើយក៏បានចាក់ទាំងពីរនោះចូលទៅក្នុងមីច្បល់ចូលគ្នាយកតែហ្មងរួចក៏បានធ្វើការញ៉ាំទៅនិយាយទៅគឺថាបាន3មុខផ្សេងពីគ្នាទៀតហើយខ្ញុំនៅសល់2មុខចុងក្រោយដូចជានំហើយនឹងទឹកនេះពេលនោះខ្ញុំបានធ្វើការបញ្ចប់ទាំង2មុខនោះចុងក្រោយយកតែហ្មងម៉ោង7:03គឺថាខ្ញុំត្រូវការញ៉ាំ20មុខចុងក្រោយទៀតទោះជាខ្ញុំមានអារម្មណ៍ថារៀងចាយក៏ពិតមែនក៏ខ្ញុំនៅតែស្វែងរករបស់ញ៉ាំជាបន្តទៀតចែកដល់ក៏បាននៅឃើញក្រួយពោធិ៍សាត់របស់ខ្មែរយើងមួយពេលនោះទៅដល់ម៉ាក់ក៏បានស្វែងរកឃើញផលិតផល3មុខពីលើហ្នឹងហើយក៏បានឃើញផលិតផលខ្មែរផ្សេងជាច្រើនទៀតនិយាយទៅទាំងអស់គឺថាខ្ញុំរកបានដល់ទៅ7មុខឯណោះហើយក៏បានខ្ញុំក្រួយពោធិ៍សាត់របស់ខ្មែរយើងឡើងដល់ទី31នេះគឺជាមីយូរបស់ខ្មែរយើងមួយទៀតឡើងដល់ទី32ក្រោយពីមកក៏បានធ្វើដំណើរទៅដល់កន្លែងសួនច្បារនេះគឺជាអង្គបាយផ្កាម្លីមកខ្មែរយើងអ្នកគ្នារួចក៏បានដាក់ចូលក្នុងមាន់ញ៉ាំទាំងឆាយតែហ្មងទៅអុយពេលចូលបាក់អុយក្រោយពីមកក៏បានញ៉ាំនំត្រាំអំបោសមកខ្មែរយើងនំខ្មែររសជាតិស្លឹកតយក៏ដូចជានំរសជាតិដូងខ្មែរមួយទៀតឡើងដល់ទី36ហើយនៅសមជូរខ្មែរមួយទៀតចុងក្រោយពេលនោះក៏បានដាក់ចូលក្នុងមាត់ញ៉ាំចុះពុះបាត់ទៅតមកតែញ៉ាំបានចំនួនទូលេប៉ុណ្នេះគឺថាដងថាខ្លួនឯងនេះចាលីអស់ប្រហែលទេបាទនិយាយពីមេវិញគឺថាម៉ោង5បាត់ហើយខ្ញុំបានរកឃើញលីហារបស់ខ្មែរយើងនៅតាមផ្លូវរួចក៏បានតែការដាក់ចូលមាត់ញ៉ាំតទៀតទៅរួចក៏បានជិះម៉ូតូស្វែងរកផលិតផលខ្មែរជាបន្តទៀតហើយក៏រកតែបាននំសំខ្មែរមួយនំល្ពៅខ្មែរនំត្នោតខ្មែរគឺថាបាន3មុខទៀតហើយក៏ធ្វើដំណើរទៅដល់សាទៅនេះគឺជានំល្ពៅរបស់ខ្មែរយើងអ្នកគ្នាបាទទី39គ្រាន់តែបានញ៉ាំនំល្ពៅខ្មែរឲ្យភ្លាមចូលមកក្នុងសាទៅមកតបានអីផងពេលនោះក៏បានតែការញ៉ាំនំត្នោតខ្មែរមួយទៀតទៅនេះសំខ្មែររបស់យើងមួយទៀតគឺថាឡើងទៅដល់41ហើយបាទគឺថាខ្ញុំត្រូវការញ៉ាំតែ6
មុនមកចង់ក្រោយទៀតបងបន្ទាប់ពីដើរទៀតមកក៏បានទៅរកឡើងគេលូននំចុកខ្មែរហើយក៏ទិញបាននំចុកខ្មែរញ៉ាំមួយទៀតឡើងដល់ទី42ពេលនោះក៏ទិញបាននំរបស់ខ្មែរញ៉ាំមួយទៀតក៏ដូចជាទិញបានដងក្អោរបស់ខ្មែរយើងញ៉ាំមួយទៀតទៅអូខ្ញុំមានអារម្មណ៍ចង់បាយគូខ្លាំងមែនទេអ្នកនេះស្មាននោះទីគេថាមក8បាត់ហើយហើយខ្ញុំត្រូវការញ៉ាំតែ6មុខចុងក្រោយបងពេលនោះក៏បានទៅរកឡើងគេលូបងអែមហើយក៏ទិញបានបងអែមរបស់ខ្មែរយើង3មុខទៀតអានេះបាញ់នោះគឺជាគុណខ្មែរយើងអ្នកឃើញអ្នកគ្នាបាទទី45រួចក៏បានចាស់ជុំមាត់ញ៉ាំទាំងអស់យកតែហ្មងក្រោយប៉ុណ្ណឹងមកក៏បានញ៉ាំផ្អែមសនៅរបស់ខ្មែរយើងនិងបាយត្រាវរបស់ខ្មែរយើងមួយទៀតហើយក៏បន្តស្វែងរករបស់ញ៉ាំ3មុខចុងក្រោយនឹងពេលនោះទិញបានបោលហុងខ្មែរមួយស្ករត្នោតខ្មែរនិងភេសជ្ជៈខ្មែរមួយទៀតហើយវាក៏ជា3មុខចុងក្រោយផងដែរដែលខ្ញុំមិនត្រូវការយកទៅផ្ទះញ៉ាំយកតែហ្មងក្រោយបានដល់តែវិញភ្លាមខ្ញុំក៏បានចាស់ស្ករត្នោតខ្មែរទៅលើបោលហុងលាយគ្នាយកតែហ្មងរួចក៏បានធ្វើការញ៉ាំទៅហើយក៏កម្មបាន2មុខទៀតចង់មកចាប់ខ្ញុំក៏បានកប់ភេសជ្ជៈខ្មែរញ៉ាំមួយទៀតឡើងដល់ទី50ជប់ជ័យហើយនៅគ្នាបាទផលិតផលខ្មែរ50មុខតែបើសិនជាចេះស្នៃរបស់ញ៉ាំផលិតផលខ្មែរយើងនឹងគឺថាខ្ញុំរើបានដល់ទៅលើ50មុខឯណោះចង់ឲ្យពោះហើយនៅគ្នាញ៉ាំនៅចង់ចូលតាំងពីព្រលឹមឡើងរហូតដល់ស្មាននេះមក10យប់គឺថាខ្ញុំដឹងទៅញ៉ាំសារខាងយើងតែមែនតើហ្មងអីវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ